ក្រុមសកម្មយុទ្ធតាលីបង់ដែលដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានអនុម័តច្បាប់ថ្មីបំបត្តិសិទ្ធិសេរីភាពស្ត្រីធ្ងន់ធ្ងរពិភពលោកកំពុងបង្ហាញការតក់ស្លុតជាថ្មីខណៈពេលដែលរបបដឹកនាំតាលីបង់ដែលពីមុនត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថាជាក្រុមភេរវកម្មបានឈានទៅរកការគ្រប់គ្រងតាមបែបផ្ដាច់ការនិងរើសអើងភេទយ៉ាងធ្ងន់ធ្ងរបំផុតតាមរយៈការអនុម័តច្បាប់ព្រហ្មទណ្ឌថ្មីដែលមានកម្រាស់60ទំព័រច្បាប់នេះមិនត្រឹមតែដកហូតសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចែងអនុញ្ញាតឲ្យបរិសុទ្ធជាស្វាមីអាចប្រើអំពើហិង្សាលើភរិយានិងកូនដោយស្របច្បាប់ដរាបណាមិនបង្កឲ្យមានស្លាកស្នាមសូមបញ្ជាក់ថាកាលពីសហរដ្ឋអាមេរិកមិនទាន់ដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានសហរដ្ឋអាមេរិកចាត់ទុកក្រុមអូទៀមតាលីបង់ថាជាក្រុមភេរវកម្មប៉ុន្តែក្រោយពីសហរដ្ឋអាមេរិកដកទ័ពចេញក្រុមតាលីបង់ក៏បានផ្ដួលរលំរដ្ឋាភិបាលហើយបានឡើងកាន់អំណាចដោយប្រើអំណាចផ្ដាច់ការជាការកត់សម្គាល់មិនយូរប៉ុន្មានក្រោយពីក្រុមតាលីបង់ឡើងកាន់អំណាចមហាយុជនក៏ទទួលស្គាល់រដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់និងធ្វើពាណិជ្ជកម្មជាមួយគ្នាទៀតផងយោងតាមប្រភពពីសារព័ត៌មាន The Telegraph ដែលបានចុះផ្សាយកាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2026បានឲ្យដឹងថាច្បាប់ព្រហ្មទណ្ឌថ្មីនេះត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកម្ពុជារបស់តាលីបង់លោក Hibatullah Akhundzada ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្នច្បាប់ដ៏ចម្រូងចម្រាសខាងលើនេះអនុញ្ញាតឲ្យស្វាមីមានសិទ្ធិវាយដំភរិយាតាមចិត្តប្រសិនបើមិនបន្សល់ទុកនៅស្លាកស្នាមដែលមើលឃើញនឹងភ្នែកហើយទោះបីជារកឃើញករណីភរិយាឬកូនត្រូវបានស្វាមីឬឪពុកវាយឲ្យរងរបួសធ្ងន់ធ្ងរយ៉ាងណាក្តីក៏ច្បាប់ថ្មីនេះកំណត់ឲ្យជនបង្កហិង្សាជាប់ពន្ធនាគារអតិបរមាតែ15ថ្ងៃប៉ុណ្ណោះប្រព័ន្ធយុត្តិធម៌ថ្មីនេះត្រូវបានគេរៀបចំឡើងដើម្បីបង្ខាំងស្ត្រីឲ្យស្ថិតក្នុងអន្ទាក់នៃហិង្សាក្នុងគ្រួសារហើយដើម្បីប្តឹងផ្តល់ជនរងគ្រោះត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមជាបរិសុទ្ធក្នុងសម្លៀកបំពាក់បិទជិតត្រូវមានអ្នកការពារជាបរិសុទ្ធអមដំណើរដែលភាគច្រើនគឺជាស្វាមីដែលជាអ្នកបង្កហេតុនោះឯងជាងនេះទៅទៀតយោងតាមមាត្រាទី34នៃច្បាប់នេះប្រសិនបើស្ត្រីណាម្នាក់រត់ទៅផ្ទះឪពុកម្ដាយរបស់ខ្លួនដើម្បីគេចចេញពីហិង្សាដោយគ្មានការអនុញ្ញាតពីប្តីនាងនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់3ខែសូម្បីតែសមាជិកគ្រួសារដែលផ្ដល់ជំរកឲ្យនាងក៏ត្រូវទទួលទោសដូចគ្នាដែរអតីតនិស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះ Nages នៅក្រុង Herat ប្រទេសអាហ្វហ្គានីស្ថានបានទម្លាយប្រាប់ The Telegraph ទាំងក្តុកក្តួលថាពិភពលោកតែងតែបង្ហាញផ្នែកអយុត្តិធម៌ចំពោះយើងជានិច្ចខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនមែនកំពុងរស់នៅឡើយគ្មានអ្នកណាម្នាក់មើលឃើញការឈឺចាប់របស់យើងទេលុះត្រាតែឆ្អឹងរបស់យើងត្រូវបានបាក់ពួកគេកំពុងធ្វើឲ្យមានភាពភ័យខ្លាចជាការស្របច្បាប់យើងកំពុងរស់ក្នុងភាពភ័យខ្លាចនិងភាពស្ងប់ស្ងាត់ច្បាប់ថ្មីនេះបានហាមឃាត់ការរាំនិងការស្ដាប់តន្ត្រីផងដែរតាមមាត្រាទី59អ្នកដែលសម្ដែងការរាំឬអ្នកមើលត្រូវជាប់ពន្ធនាគារ2ខែចំណែកឯអ្នករិះគន់លើថ្នាក់ដឹកនាំតាលីបង់ឬការរិះគន់លើការហាមឃាត់មិនឲ្យក្មេងស្រីរៀនសូត្រត្រូវចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌដែលត្រូវទទួលទណ្ឌកម្ម20រំពាត់និងជាប់ពន្ធនាគារ6ខែយោងតាមមាត្រាទី23បន្ថែមលើពីនេះច្បាប់នេះបានបែងចែកវណ្ណៈសង្គមជា4ថ្នាក់ទី1គឺវណ្ណៈអ្នកប្រាជ្ញខាងសាសនាទី2គឺវណ្ណៈអភិជនទី3វណ្ណៈកណ្ដាលនិងទី4វណ្ណៈកម្មករបទល្មើសដូចគ្នាប្រសិនបើប្រព្រឹត្តដោយអ្នកប្រាជ្ញខាងសាសនានឹងទទួលត្រឹមតែការទូលមានប៉ុន្តែបើប្រព្រឹត្តដោយវណ្ណៈកម្មករនឹងជាប់ពន្ធនាគារនិងទទួលទណ្ឌកម្មរាងកាយយោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ UN កាលពីខែកក្កដាឆ្នាំ2024បានព្រមានថាក្រសួងលើកកម្ពស់សីលធម៌និងបង្ការអំពើអបាយមុខរបស់ក្រុមតាលីបង់កំពុងបង្កើនបរិយាកាសនៃភាពភ័យខ្លាចនិងការបំផិតបំភ័យតាមរយៈការចេញក្រឹត្យរដ្ឋបិទសិទ្ធិសេរីភាពស្ត្រីជាបន្តបន្ទាប់យោងតាមប្រភពសារព័ត៌មាន BBC News និង Al Jazeera កាលពីពេលកន្លងទៅបានចុះផ្សាយនៅព្រឹត្តិការណ៍ស្រដៀងគ្នានេះអំពីការហាមឃាត់ស្ត្រីមិនឲ្យនិយាយខ្លាំងៗនៅក្នុងផ្ទះនិងការបង្ខំឲ្យបិទមុខនៅទីសាធារណៈផងដែរខ្ញុំមុនីវ័នពី RT News